សួស្តីអ្នកនរគ្នាខ្ញុំបានបរិយពី The Cup ទៅហើយថ្ងៃនេះខ្ញុំនឹងមក review grinder ប្រភេទ single dose មួយប្រភេទដែលមានឈ្មោះថា DS64 ហើយសម្រាប់ grinder DS នេះគឺជា grinder ដែលផលិតនៅក្នុងប្រទេសចិនតែ grinder នេះមិនល្បីនៅចិនទេពេលផលិតហើយល្បីប្រើគឺល្បីប្រើនៅខាងប្រទេសបែកខាង US ទៅវិញហើយ grinder ដែលខ្ញុំកំពុងតែ review នេះគឺជា grinder brand DS ដែលមាន model DS64N បើ DS64N ជាមួយនឹង DS 64 Gen 2នេះវាអត់ខុសគ្នាប្រហែលទេដែលថា spec ខ្លះគេធ្វើលក់នៅក្នុងប៉ែកខាងអាស៊ីហើយ spec ខ្លះគេធ្វើលក់ទៅខាងប៉ែកខាងអឺរ៉ុបអញ្ចឹងទៅតែមួយទៀតបើសិនណាជាបងណាដឹងច្បាស់ហើយ clear ជាងខ្ញុំអាចជួយ comment នៅក្នុងវីដេអូនឹងហងថាខ្ញុំប្រាប់នឹងខុសឬក៏ត្រូវដោយសារព័ត៌មាននេះគឺខ្ញុំបានឆែកមកពីក្នុងអ៊ីនធឺណិតដែរទេហើយសម្រាប់ grinder DS64N នេះគឺបំពាក់មកជាមួយនឹងធ្មេញ SSP 64mm ជាប្រភេទធ្មេញដែល special សម្រាប់ pour over ក៏បានសម្រាប់ espresso ក៏បានហើយសម្រាប់ motor ដែលមកជាមួយនោះគឺកម្លាំង250 W នៅថាកិនគ្រាប់កាហ្វេ18 ក្រាមចាយពេលវេលាតែខ្ទង់9ទៅ10 second ទេវាអាចលៀងខុសគ្នានឹងបន្តិចបន្តួចទៀតទៅតាម profile គ្រាប់កាហ្វេដែលយើងយកមកកិនអាច medium roast កិនរីងយូរអាច dark roast កិនរីងលឿនចឹងទៅចឹងgrinder នេះអាច recommend បានថាសម្រាប់អ្នកដែលចង់លេង profile គ្រាប់កាហ្វេនៅក្នុងហាងអាចមើលមកដើមនេះបាន